ធ្វើបងអែមញ៉ាំម្ដងសួស្ដីពុកម៉ែបងប្អូនទាំងអស់គ្នាចង់ញ៉ាំសារាយបងអែមសារាយតែអត់ចេះធ្វើអញ្ចឹងកុំភ្លេចមើលវីដេអូនេះតាំងពីដើមដល់ចប់បងប្អូនទាំងអស់គ្នាធានាថានឹងចេះធ្វើញ៉ាំទាំងអស់គ្នាតែម្ដងខ្ញុំនឹងប្រាប់វិធីធ្វើមានតែរូបមន្ត4មុខនេះធានាថាសារាយយើងធ្វើឲ្យផ្អែមឈ្ងុយតែម្ដងរូបមន្តទី1គឺខ្នោសទុំទី2ខ្ទិះដូងទី3ទឹកដោះគោខាប់យើងនឹងបងប្អូនទី4ស្លឹកតយបងប្អូនកុំភ្លេចស្លឹកតយសោះបងប្អូនអើយចាក់ឲ្យធានាថាផ្អែមឆ្ងាញ់តែម្ដងហើយបើសារាយវិញបងប្អូនចង់ធ្វើឲ្យរឹងល្អបានស្អាតក្នុងមួយកញ្ចប់នឹងយើងវាល់ទឹក2លីត្រកន្លះណាបងប្អូនធានាថារឹងបានល្អហើយទំនងឆ្ងាញ់តែម្ដងបងប្អូនឃើញអត់នេះខ្ញុំចាក់រួចហើយបងប្អូននេះទំនងអត់គួរឲ្យចង់ញ៉ាំតែម្ដងសូមជួយព្យាបាលអរគុណច្រើន